mìnhនឹងជាស្មារតីនគរបាលរាជធានីភ្នំពេញជាទីគោរពដល់គុណគ្រូសូមអបអរសាទរសូមគោរពអាយដាមគណៈអធិបតីជាទីគោរពសូមគោរពសមាជិកសមាជិកានៃអង្គពិធីជាទីមេត្រីអង្គពិធីជាទីគោរពថ្ងៃនេះជាទិវាដ៏ប្រសើរប្រកបដោយបរិយាកាសខ្លាំងបំផុតដែលស្ថានការដ្ឋាននគរបាលរាជធានីភ្នំពេញបានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ក្លឹបកីឡាបាល់ទះដែលមានសមាជិកចូលរួមចំនួន90នាក់កម្មវិធីនេះដែរប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧត្តមស្រីឯកជននៅអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញសូមអបអរសាទរសូមអរគុណបាទសូមអាដាមស្រីឯជួននឹងអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការបារីពីពេញជាទីគោរពដ៏ខ្ពស់ដែលបានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ក្លឹបកីឡាបាល់ទះស្នងការខាងបាទរាជធានីពេញនេះពេលនេះយើងសូមគោរពអនុញ្ញាតពីការជួនអាដាមប្រធានគណៈអធិបតីនិងអង្គពិធីជំនុំមេត្តាជ្រាបថាអំពីវឌ្ឍនភាពរចនាសម្ព័ន្ធសមិទ្ធផលនិងទិសដៅអនុវត្តបន្តរបស់ក្លឹបកីឡាបាល់ទះស្នងការខាងបាទលោកស្រីជាទូវត្តជាក្រុមកីឡាករកីឡាការនេះដែលមានវត្តមានទីនេះជាទីមួយលើក្នុងនេះអាដាមអភិសេកវេទសខាបាទលោកអន្តរសូមអរគុណនិងជាទៀតសហព័ន្ធកីឡាបាល់ទះកម្ពុជាក្នុងនាមខ្ញុំក៏ជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាផងដែរគឺបានទទួលនឹងការតាមការបងរងទូមកទុកពីអាដាមសតខាហើយក៏សូមគាត់តាមការថាសូមចូលរួមអបអរសាទរនៅសមិទ្ធផលដែលក្រុមគណៈអនុកម្មការនៃកីឡាបាល់ទះស្រុកកាយទីបានមានការរៀបចំនៅទីលានហើយនឹងការฝึกហាត់ដែលជាស្តង់ដារដែលកម្ពុជាគឺក៏បានមានកិត្តិយសពពុះនៅកីឡាអាស៊ានស៊ីហ្គេមដែលកីឡាបាល់ទះយើងបានទទួលមេដាយប្រាក់នេះគឺជាមោទនភាពមួយសម្រាប់កម្ពុជាក៏ជាមោទនភាពសម្រាប់ក្នុងការកបានធ្វើតែមានចា៎គណៈការសូមគោរពអញ្ជើញអញ្ចឹងមកចា៎សូមគោរពអញ្ជើញលោកក្រេតសេតា
ngọt